សួស្តីសមាជិកក្រុមទី1របស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមកបញ្យល់កូដរបស់យើងកូដរបស់យើងត្រៀមថ្ងៃស្អែកហ្នឹងអញ្ចឹងកូដរបស់យើងហ្នឹងយើងមានធម្មតាគឺ include stdio.h ចឹងទៅហើយ include conio.h អាហ្នឹងមិនដាក់ក៏បានដែរតាមខ្ញុំគិតណាយើងមិនដាក់ក៏បានដែរបើសិនជាយើងដាក់get ch ទៀតទៅអញ្ចឹងនេះអញ្ចឹង get ch ហ្នឹងសម្រាប់នៅពេលដែលយើង run code មកដល់កន្លែងហ្នឹងមកគឺវាឈប់កន្លែងហ្នឹងណាពេលដែល run code ចប់គឺវាឈប់កន្លែងហ្នឹងវាអត់ទាន់បិទទេអញ្ចឹងវាអត់ទាន់បិទ code ហ្នឹងទេអញ្ចឹងតើយើងចុច enter មកពុកបានវាបិទ enter មកចូលកន្លែងនេះគឺបិទ code តែម្ដងហើយ return 0ដាក់ក៏បានមិនបាច់ដាក់ក៏បានណាចឹងឥឡូវយើងចូលមកដល់ code របស់យើងវិញណាក្នុងហ្នឹងគឺយើងមានតាំង declare អីខ្លះ declare ហ្នឹងមានថាតាំងអាញ្ញត្តិប្រកាសអាញ្ញត្តិហ្នឹងឯងអញ្ចឹងយើងប្រកាសអាញ្ញត្តិមាន n ហើយនឹង i អញ្ចឹង i ស្មើ1មូលហេតុដែលខ្ញុំដាក់ i ស្មើ1ដោយសារអីនេះដោយសារតែ i បូកនេះដោយសារតែ i តូចជាងស្មើ n នេះយល់ទេអញ្ចឹងបើសិនជាយើងដាក់ i ស្មើ1ទេហើយដល់ពេលយើងដាក់ i តូចជាងស្មើ n មិនទៅ i ហ្នឹងតម្លៃប៉ុន្មាន i ហ្នឹងអត់មានទេទៅហ៎ព្រោះយើងអត់បានប្រកាសផងហ្នឹងអញ្ចឹងយើងប្រកាសដាក់ថា i ស្មើ1ទៅហើយ i តូចជាងស្មើ n ហ្នឹងគឺសំដៅទៅលើរបស់យើងបញ្ចូលនេះយល់ទេនេះរបស់យើងបញ្ចូលហ្នឹងនេះចាប់ទៅដល់ n អញ្ចឹងនៅពេលដែល n ចូលមកបើថាយើងបញ្ចូល n មែនបញ្ចូល n 5ទេយ៉ាបញ្ចូល n ស្មើ5អញ្ចឹងបើ n ស្មើ5មិនដែរ1ហ្នឹងតូចជាងឬស្មើ5អត់នេះ i ហ្នឹងស្មើ1ឃើញទេ i ហ្នឹងស្មើ1តូចជាងស្មើ5អញ្ចឹងបើតូចជាងស្មើ5ប៉ិតវាមិនដែរវា run pen នឹងប្រកាស pen អីគេប្រកាស pen នេះវា run ចេញ pen ហើយ period ហ្នឹង period ចាប់យកគេចាប់យក i ហើយ i យើងស្មើប៉ុន្មានស្មើ1អញ្ចឹង pen 1ហ្នឹងហើយយល់ទេ pen 2អញ្ចឹងទៅឈប់ខ្ញុំមិនទាន់ប្រាប់ទេយើងបញ្យល់ឲ្យនេះសិនចាំដល់ឲ្យនោះណាអញ្ចឹងបើសិនជាតមកវាអត់ទាន់ដល់ run ឡើយហ្នឹងហើយតមកវា run លើកន្លែងគេមួយទៀតគឺ i បូកអញ្ចឹងឯង i បូកហ្នឹងមានន័យថាម៉េចមានន័យថាវាកើនម្ដង1អញ្ចឹងទៅអញ្ចឹងវាកើនពី1ទៅប៉ុន្មាន2អញ្ចឹងឯង2ហ្នឹងតូចជាងស្មើ5អត់អញ្ចឹងប៉ិតបើប៉ិតវា run អាហ្នឹងចេញ pen នេះគេpen នេះគេ pen 2អញ្ចឹងទៅអូខេអញ្ចឹងចុចរហូតចុចរហូតដល់អីគេ i ស្មើ5តូចជាងស្មើ5ប៉ិតអត់ប៉ិតអញ្ចឹងបើប៉ិតវា run ចេញអីគេនេះវា run ចេញអាហ្នឹងទៅហ៎ run ចេញហ្នឹងហើយអាហ្នឹងអីគេខ្ញុំដាក់ចុចដែរចុចរហូតចេញដល់អីគេនេះ i នេះស្មើប៉ុន្មាននេះ i នេះស្មើ5ត្រូវអត់អញ្ចឹងវាចេញទៅ5ចុះបើសិនជា i ឡើងដល់6ឡើងដល់6មិនដែរ i តូចជាងស្មើ6ហ៎6តូចជាងស្មើ5ហ៎អញ្ចឹងបើ6អត់តូចជាងស្មើ5ទេវាអត់ប៉ិតទេត្រូវហ៎អញ្ចឹងបើអត់ប៉ិតអានេះក៏វាអត់ដំណើរការដែរត្រូវអត់នេះ print f ហ្នឹងក៏អត់ដំណើរការដែរអញ្ចឹងវាឈប់ដំណើរការអញ្ចឹងwhile loop ហ្នឹងដំណើរការទៀតអត់ទេអញ្ចឹងវាឈប់ត្រឹមណាឈប់ត្រឹម5ហ្នឹងឯងអញ្ចឹងឥឡូវយើងសាក run មើលអញ្ចឹងយើងចង់បានប៉ុន្មាននេះ i1 file យើង enter មកចេញគេនេះ pen 1 2 3 4 5ហើយឃើញវា load ហ្នឹងមូលហេតុអីដែរដោយសារយើងដាក់ get ch អញ្ចឹង get ch សម្រាប់ទប់នៅកន្លែងហ្នឹងអញ្ចឹងបើសិនជាយើង enter ទៅគឺវាហ្នឹងចេញបញ្ចប់ហ្នឹងឯងរួចរាល់អូខេ